ឲ្យទៅដល់រដូវកាលចូលឆ្នាំចិនឬក៏សែនចិនអីម្ដងបងប្អូនគឺថាអត់ដែលចោលទេមួយមុខនេះចោលអត់បានតែម្ដងចាំបាច់ត្រូវតែមានតែម្ដងមីឆាអាយុវែងអញ្ចឹងថ្ងៃនេះមកឆាមីឆាអាយុវែងឆាបែបណាឲ្យមានរសជាតិឆ្ងាញ់សរសៃទន់ស្វិតបានល្អក្លិនឈ្ងុយទុកបានយូរមិនធ្វើឲ្យសរសៃនឹងដាច់ផុយអញ្ចឹងបងប្អូនកុំរំលងវីដេអូនេះឲ្យសោះណាបងប្អូនឃើញថាឲ្យតែមានសែនចិនចូលឆ្នាំចិនអីម្ដងម្កាលគឺថាអត់ដែលចោលទេមួយមុខនេះឃើញថាមានគ្រប់ផ្ទះតែម្ដងមីឆាអាយុវែងអញ្ចឹងហើយថ្ងៃនេះមកធ្វើមីឆាអាយុវែងជូនបងប្អូនទាំងអស់គ្នាមើលម្ដងថាធ្វើបែបណាមានរសជាតិឆ្ងាញ់មានក្លិនឈ្ងុយល្អហើយសរសៃមីរបស់យើងទន់ល្អអត់ដាច់ចេញពីគ្នាអញ្ចឹងណាបងប្អូនស្រាប់ម្ហូបថ្ងៃនេះខ្ញុំប្រើជាមួយនឹងម្សៅស៊ុបខ្នុររសជាតិថ្មីមាន់ខ្ទឹមលីងជាផលិតផលពីប្រទេសហ្វីលីពីនអញ្ចឹងបងប្អូនតោះកុំឲ្យចាំយូរយើងទៅធ្វើមីឆាអាយុវែងទាំងអស់គ្នាបងប្អូនឥឡូវយើងចាប់ផ្ដើមធ្វើបន្លែហើយបន្លែយើងមានពី3មុខហ្នឹងហើយចោលបានទេបងប្អូនផ្កាកញ្ឆាយអីហ្នឹងគឺថាត្រូវចាំបាច់ត្រូវតែមានហ្មងយើងដាក់ផ្កាកញ្ឆាយបន្តិចមកស្លឹកខ្ទឹមបន្តិចមកហើយគិនឆាយបន្តិចមកបងប្អូនយើងហាន់ទុកឲ្យហើយចឹងមកយើងដាក់ការ៉ុតមកមើលមកបងប្អូនហើយយើងចិតមកបងប្អូនអាចចិតច្បាមូលចិតចំណិតបែបនេះក៏បានដែរតាមការចូលចិត្តទេខាត់ណាបងប្អូនខ្ញុំហាន់ប្រឆិតបែបហ្នឹងមកយើងដាក់ខាត់ណាបន្តិចទៅបើសិនជាបងប្អូនចង់ប្រើស្ពៃផ្សេងក៏បានដែរប៉ុន្តែវាអត់សូវជាឆ្ងាញ់ដូចខាត់ណាទេសម្រាប់ឆាមីមួយមុខនេះណាអញ្ចឹងហើយឥឡូវនេះយើងមកហាន់សាច់ឲ្យហើយបងប្អូនឥឡូវយើងចាប់ផ្ដើមស្រុះបន្លែសិនមកបងប្អូនដាក់អំបិលបន្តិចប្រេងបន្តិចមកដោយសារយើងដាក់អំបិលបន្តិចទៅហើយប្រេងឲ្យមានពណ៌ស្អាតណាពេលយើងស្រុះបន្លែយើងធ្វើបែបនេះងាយស្រួលពេលយើងយកទៅឆាលឿនបងប្អូនហើយបន្លែរបស់យើងក៏ឆ្អិនបានល្អហើយស្រួយបានល្អទៀតផងរួចហើយខ្ញុំស្រោះមីបន្តិចដែរបងប្អូនមីយើងស្រោះបន្តិចទៅដោយសារអីពេលយើងស្រោះវាងាយស្រួលនៅពេលឆាហើយសរសៃទន់បានល្អប៉ុន្តែយើងអត់ស្រោះឲ្យរលួយណាបងប្អូនយើងស្រោះគ្រាន់តែថាឲ្យសរសៃមីយើងរលាស់ចេញពីគ្នាបន្តិចទៅរៀងទន់បន្តិចទៅដោយសារយើងធ្វើបែបនេះងាយស្រួលនៅពេលឆាហើយក៏វាឆ្ងាញ់ដែរសរសៃមីរបស់យើងទន់ស្មើគ្នាល្អអញ្ចឹងណាបន្ទាប់ពីនឹងមកទៀតខ្ញុំស្រោះថ្លើមហើយនឹងកលៀនបងប្អូនពេលដែលយើងស្រោះថ្លើមនឹងកលៀនថ្លើមពេលដែលជាហាយើងអត់ស្រោះទេវាចេញឈាមពីក្នុងថ្លើមនឹងមកធ្វើឲ្យខ្មៅពេលយើងឆាធ្វើឲ្យខ្មៅអញ្ចឹងហើយយើងស្រោះបន្តិចមកឥឡូវយើងរៀបចំគ្រឿងរួចរាល់អស់ហើយបងប្អូនអញ្ចឹងមកលាយទឹកស៊ុសសម្រាប់ដាក់ឆាយើងលាយទឹកស៊ុសអញ្ចឹងទៅស្រួលហើយរសជាតិក៏វាថេរដែរបងប្អូនអញ្ចឹងហើយឥឡូវយើងដាក់ទឹកស្អ៊ីវ2ស្លាបព្រាមកហើយខ្ញុំដាក់ទឹកត្រី1ស្លាបព្រាប្រេងខ្យងយើងលួចបន្តិចមកបើសិនជាបងប្អូនចង់បានពណ៌វារាងស្អាតបងប្អូនថែមស្អ៊ីវខ្មៅបន្តិចមកណារួចហើយស្ករស1ស្លាបព្រាម្រេចកន្លះស្លាបព្រាកាហ្វេមកហើយយើងថែមជាមួយនឹងប្រេងល្ងនេះជួយឲ្យក្លិនឈ្ងុយបងប្អូនយកកន្លះស្លាបព្រាកាហ្វេមកហើយថែមជាមួយនឹងទឹកម្ទេស1ស្លាបព្រាបាយមកបងប្អូនហើយចុងក្រោយបងប្អូនខ្វះអត់បានទេគឺម្សៅស៊ុបខ្នុរយើងអត់ប្រើអំបិលប្រើប៊ីចេងអីទេបងប្អូនគ្រាន់តែប្រើម្សៅស៊ុបខ្នុរមកបានហើយយើងថែមជាមួយនឹងម្សៅស៊ុបខ្នុររសជាតិថ្មីមាន់ខ្ទឹមលីងបងប្អូនមានរសជាតិឆ្ងាញ់គ្រប់មុខម្ហូបហើយជាផលិតផលប្រទេសហ្វីលីពីនរសជាតិឆ្ងាញ់មែនទែនសូម្បីតែខ្ញុំរាល់ថ្ងៃខ្ញុំប្រើប្រាស់ផ្ទាល់ជាមួយនឹងផ្ទះបាយរបស់ខ្ញុំផ្ទាល់បងប្អូនយើងច្បល់គ្រឿងទាំងអស់គ្នានឹងចូលគ្នាឲ្យសព្វហើយបងប្អូនថែមជាមួយនឹងទឹកកន្លះកូនចានមកបើសិនជាបងប្អូនមានទឹកស៊ុបមាន់មានអីបងប្អូនអាចថែមទឹកស៊ុបបានប៉ុន្តែបើអត់មានទេប្រើទឹកធម្មតាមកយើងប្រើកន្លះកូនចានអញ្ចឹងមកតែប៉ុណ្ណឹងរួចរាល់បងប្អូនយើងទៅឆាមីរបស់យើងបានហើយគ្រឿងយើងរៀបចំរួចរាល់បងប្អូនអញ្ចឹងយើងចាប់ផ្ដើមឆាមកហើយយើងដាក់ប្រេងចូលរួចហើយខ្ទឹមសខ្ទឹមក្រហមបងប្អូនខ្ញុំលាយខ្ទឹមសខ្ទឹមក្រហមបន្តិចយើងឆាមីយើងដាក់ខ្ទឹមសខ្ទឹមក្រហមចូលគ្នាអញ្ចឹងក្លិនឈ្ងុយមែនទេបងប្អូនឥឡូវនេះខ្ទឹមយើងឡើងក្លិនឈ្ងុយពណ៌ប៉ុណ្ណឹងស្អាតហើយបងប្អូនអញ្ចឹងថែមសាច់យើងចូលមក
យើងកូរសាច់នឹងឲ្យរៀងស្ងួតទឹកព្រៃតិចមកបងប្អូនសូមយើងដាក់ទឹកសោសយើងចូលទៅហើយយើងធ្វើបែបនេះក្លិនសាច់របស់យើងឈ្ងុយល្អហើយអត់មានក្លិនឆ្អាបពីសាច់ជ្រូកទេបងប្អូនអញ្ចឹងហើយយើងកូររំលីងឲ្យឡើងស្ងួតទឹកព្រៃបន្តិចមកឥឡូវយើងចាក់ទឹកសោសយើងចូលមកបងប្អូនដាក់មីចូលមកបងប្អូនយើងដាក់មីចូលហើយយើងច្របល់ឲ្យសព្វមកបងប្អូនហើយមីនេះមិនចាំបាច់ប្រើទឹកច្រើនពេកទេដោយសារអីយើងស្រុះឲ្យម្សៅអញ្ចឹងហើយតសៃគឺទន់មកល្មមបងប្អូនភ្លក់មើលទៅរសជាតិមកល្មមមកបានហើយយើងច្របល់ឲ្យសព្វតិចមកថែមមួយបន្លែមកបងប្អូនយើងដាក់បន្លែយើងចូលចឹងមកឥឡូវបងប្អូនឆ្អិនហើយអញ្ចឹងយើងថែមជាមួយនឹងផ្កាកញ្ឆាយហើយនឹងស្លឹកខ្ទឹមហើយនឹងគីរីឆាយយើងចូលមកតែប៉ុណ្្នឹងមករួចរាល់បងប្អូនមីអាយុវែងរួចរាល់បងប្អូនមីឆាអាយុវែងមកខ្ញុំហើយឮគេថាអាយុវែងហ្នឹងបងប្អូនដោយសារញ៉ាំមីទៅឲ្យអាយុយើងវែងដូចទៅសៃមីអញ្ចឹងសម្រាប់ខ្ញុំមិនមែនខ្សែស្ដាយចិនទេបងប្អូនអញ្ចឹងខ្ញុំអត់ដឹងទេថាពិតមែនឬអត់បើសិនជាអញ្ចឹងកូនចៅចិនណាបើសិនជាដឹងជួយខមមិនខាងក្រោមវីដេអូខ្ញុំផងបើនិយាយពីពណ៌រសជាតិអីគឺថាឆ្ងាញ់តែម្ដងបងប្អូនហើយងាយស្រួលនៅក្នុងការធ្វើទេអត់ពិបាកទេបងប្អូនងាយស្រួលមែនទែនយើងធ្វើបែបហ្នឹងអាចទុកបានមួយថ្ងៃពេញអញ្ចឹងអត់មានខ្លាចផ្អូមខ្លាចអីទេបងប្អូនសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ